នៅថ្ងៃមួយមានចចកឃ្លានព្រៃខ្លាំងដើរកំសាន្តស្វែងរកអាហារក្នុងព្រៃខណៈវាកំពុងដើរទៅវាបានឃើញកំពឹសតូចម្នាក់កំពុងរកស្លឹកបៃតងសម្រាប់ញ៉ាំចចកគិតក្នុងចិត្តថាកំពឹសតូចបែបនេះមិនអាចរត់គេចខ្លួនបានទេខ្ញុំអាចចាប់បានងាយចចកចូលទៅជិតហើយនិយាយថាកំពឹសមើលទៅអ្នកឯងឆ្ងាញ់ណាស់ថ្ងៃនេះគឺជាថ្ងៃអាហារពេលព្រឹករបស់ខ្ញុំកំពឹសភ័យខ្លាចតែវាបានគិតបង្កើតយុទ្ធសាស្ត្រវាប្រាប់ចចកថាបាទប៉ុន្តែអ្នកដឹងទេថាខ្ញុំមិនមែនជាកំពឹសធម្មតាទេខ្ញុំមានសមត្ថភាពពិសេសប្រសិនបើអ្នកឆក់ខ្ញុំយប់នេះអ្នកនឹងចូលគេងពីពស់ពុលចចកខ្ញាក់អើលពស់ពុលតែអ្នកមានអ្វីពិសេសកំពឹសឆ្លើយថាខ្ញុំអាចផ្លាស់ពណ៌ស្បែករបស់ខ្ញុំហើយគ្រប់ពណ៌ដែលខ្ញុំពាក់អាចធ្វើឲ្យសត្វណាដែលស៊ីខ្ញុំពុលភ្លាមចចកចាប់ផ្ដើមស្តាក់ស្ទែកំពឹសបន្តបកបញ្ឆោតថាមើលទៅខ្ញុំចាប់ផ្ដើមបដូរពណ៌ហើយការពិតវាមិនបដូរពណ៌ទេគ្រាន់តែធ្វើរៀងខ្លួនឲ្យរមួលបន្តិចតែចចកជាសត្វខ្លាចងាយវាភ័យចិត្តចចកនិយាយតើជារឿងពិតមែនទេខ្ញុំមិនចង់ពោលទេជាងនេះទៅខ្ញុំទៅរកអាហារផ្សេងកាន់តែល្អហើយចចករត់ភៀសទៅដោយសារតែត្រូវកំពឹសលិចបោកកំពឹសសំណោយថាសំរុំហើយបើមីងគ្មានឆ្លាតក៏មិនអាចរុំបានក្នុងព្រៃដែរ